មុខម្ហូបងាយមុខម្ហូបស្រួលសម្រាប់គ្រួសារសម្រាប់លក្ខណៈពីអ្នកប្តីប្រពន្ធឆ្នាំងមាត់ពីពុកម៉ែបងប្អូនអាចចម្អិនមុខម្ហូបមួយមុខនេះបានពុកម៉ែបងប្អូនដោយមុខម្ហូបមួយមុខនេះខ្ញុំលើកយកស្ងោរជក់សាច់គោពុកម៉ែបងប្អូនស្ងោរជក់សាច់គោស្ងោរកុំឲ្យសាច់គោនៅរឹងហើយកុំឲ្យសាច់គោស្វិតចឹងពុកម៉ែបងប្អូនអាចតាមដានទស្សនានិងមើលពីតាក់ទិចនៅរបៀបចម្អិនស្ងោរជក់សាច់គោឲ្យមានរសជាតិឈ្ងុយឆ្ងាញ់និងពោពេញទៅដោយអូហ្គានិកពុកម៉ែបងប្អូនសម្រាប់សាច់គោដែលទិញមកពីផ្សារពុកម៉ែបងប្អូនអាចហូបសម្រាប់គ្នា2នាក់អាចទិញតែ2 3ខាំមកក៏បានដែរពុកម៉ែបងប្អូនដាំទឹកប្រហែលជាកន្លះលីត្រពុកម៉ែបងប្អូនកន្លះលីត្រទូចដាំទឹកមកពុះល្មមរួចរាល់ពុកម៉ែបងប្អូនកុំមកអង្យូរពុកម៉ែបងប្អូនបង់គល់ស្លឹកគ្រៃបងគល់ទឹកគ្រៃជាមួយនឹងរំដេងស្លឹកក្រូចតិចមកពុកម៉ែបងប្អូនដើម្បីឲ្យឈ្ងុយជាមួយនឹងខ្ទឹមសសម្រាប់បងប្អូនចង់ហឹរខ្លាំងដាក់ម្ទេសអត់ចង់ហឹរក៏អត់បាច់ដាក់ដែរពុកម៉ែបងប្អូនសម្រាប់ម្ទេសសម្រាប់ចំណង់ចំណូលចិត្តក្នុងការដាក់ម្ទេសឬអត់ម្ទេសឬចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនសម្រាប់ទឹកពុះល្មមមើលតែឈ្ងុយគ្រឿងរំដេងគល់ស្លឹកគ្រៃរួចរាល់ហើយពុកម៉ែបងប្អូនអាចឆាទឹកត្រីជាមួយនឹងគ្រឿងទេសពុកម៉ែបងប្អូនប្រើទឹកត្រីប្រើស្ករប្រើអំបិលប្រើប៊ីចេងដូចធម្មតាពុកម៉ែបងប្អូនក្នុងការចម្អិនសម្លឬក៏ស្ងោរជ្រក់សាច់គោឲ្យមានរសជាតិឈ្ងុយឆ្ងាញ់និងកុំឲ្យសាច់គោស្វិតនិងកុំឲ្យសាច់គោរឹងពុកម៉ែបងប្អូនអាចចម្អិនតាមរបៀបនេះបានពុកម៉ែបងប្អូនបងគ្រឿងល្មមនឹងទឹកពុះល្មមមកឈ្ងុយរួចរាល់ពុកម៉ែបងប្អូនបងគ្រឿងយកបងគ្រឿងសម្រាប់រសជាតិស្ងោរជ្រក់ដែលមានរសជាតិល្មមក្រូចឆ្មាប្រើខាងក្រៅបានពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនអាចបងដូចខ្ញុំបង្ហាញនេះពុកម៉ែបងប្អូនបងគ្រឿងជាមួយនឹងទឹកឲ្យឈ្ងុយឆ្ងាញ់ល្មមរួចរាល់ចាំតម្លាក់សាច់ចូលសម្រាប់សាច់គោដែលតម្លាក់ចូលពុកម៉ែបងប្អូនកុំទុកយូរគ្រាន់តែមកតម្លាក់ចូលល្មមរួចរាល់ពុកម៉ែបងប្អូនដាក់ខ្ទឹមបារាំងជាមួយបើកតែមកពុះពុកម៉ែបងប្អូនអាចបិទវិញបានហើយសម្រាប់ស្ងោរជក់សាច់គោបើចង់ឲ្យសាច់គោនៅផុយល្អកុំឲ្យសាច់គោរឹងឬក៏សាច់គោស្វិតពុកម៉ែបងប្អូនអាចចម្អិនតាមរបៀបនេះបានហើយហូបមកមានសុខភាពល្អទៀតពុកម៉ែបងប្អូននៅរសជាតិបើរបស់សាច់គោខ្លាំងមែនតើបើពុកម៉ែបងប្អូនរំងាស់សាច់គោពីដើមដំបូងមកអាចនឹងធ្វើឲ្យសាច់គោនឹងរឹងធ្វើឲ្យជាតិសាច់គោលែងមានភាពអូហ្គានិកនឹងហូបមកសាច់គោនៅរឹងហើយអត់ថាដូចយើងហូបមកអត់មានជីវជាតិណាទេព្រោះសាច់គោកាលណាឆ្អិនខ្លាំងគឺរឹងមែនតើណាពុកម៉ែបងប្អូនអញ្ចឹងស្ងោរជក់សាច់គោកុំឲ្យសាច់គោនឹងរឹងពុកម៉ែបងប្អូនអាចចម្អិនតាមខ្ញុំបានស្ងោរជក់សាច់គោរបៀបងាយស្រួលមែនតើពុកម៉ែបងប្អូនឆ្នាំងមាត់2វេនារីជនបទគាត់ចម្អិនស្ងោរជក់សាច់គោឆ្នាំងមាត់2ហូប2នាក់សម្លមួយចានបាយ2ចានល្មមរួចរាល់ពុកម៉ែបងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់អរគុណពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនចង់ជូរចង់រសជាតិដិតបែបណាពុកម៉ែបងប្អូនអាចថែមថយតាមនឹងបានសម្រាប់ខ្ញុំល្មមប៉ុន្តែសម្រាប់ក្រូចឆ្មាមួយផ្លែសម្លមួយចានល្មមឆ្ងាញ់មែនតើអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទាំងអស់